ចម្រើនគួរឲ្យកត់សម្គាល់ក្នុងការកសាងប្រព័ន្ធជំនួយសង្គមដ៏រឹងមាំនិងប្រកបដោយបរិយាបន្នស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ព្រះរាជាណាចក្រកម្ពុជាមានប្រជាជនប្រមាណ17លាននាក់គិតត្រឹមឆ្នាំ2024បាននឹងកំពុងទទួលផ្លែផ្កាពីសុខសន្តិភាពស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលធ្វើឲ្យកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ 6.1% ក្នុងមួយឆ្នាំចាប់ពីឆ្នាំ2010ដល់ឆ្នាំ2023តាមរយៈផ្លែផ្កានៃកំណើនសេដ្ឋកិច្ចនេះរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ2016ដល់ឆ្នាំ2025ដែលបានជួយទប់ស្កាត់ពលរដ្ឋក្រីក្រនិងងាយរងគ្រោះពីការធ្លាក់ចូលក្នុងភាពក្រីក្រកាន់តែខ្លាំងក្នុងអំឡុងវិបត្តិធំៗក្នុងឆ្នាំ2017មានកម្មវិធីជំនួយសង្គមចំនួន2គឺ1កម្មវិធីអាហារូបករណ៍សិស្សក្រីក្រនិង2មូលនិធិសមត្ថសុខាភិបាលដែលមានអ្នកទទួលផលពីកម្មវិធីទាំងពីរសរុបជាង2លាននាក់និងចំណាយថវិកាជាតិប្រមាណ $23.4 លានក្នុងមួយឆ្នាំនៅពេលមានការរីករាលដាលនៃជំងឺ COVID-19 សម្ពាធអតិផរណានិងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនាពេលកន្លងមករាជរដ្ឋាភិបាលកម្ពុជាក៏បានផ្ដល់ការគាំពារដល់ពលរដ្ឋតាមរយៈអន្តរាគមន៍ជំនួយសង្គមពិសេសនានាដោយបានចំណាយថវិការរដ្ឋបន្ថែមសរុបចំនួនប្រមាណ $1,422 លានដើម្បីជួយរក្សាលំនឹងជីវភាពកាត់បន្ថយកម្មវិបាកអវិជ្ជមាននិងស្ដារជីវភាពរបស់ពលរដ្ឋប្រកបដោយប្រសិទ្ធភាពកម្មវិធីទាំង4នោះរួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជំងឺ COVID-19 កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទគប់ទ្រង់ទ្រាយធំកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណានិងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់រហូតមកដល់ឆ្នាំ2024កម្មវិធីជំនួយសង្គមត្រូវបានពង្រីកវិសាលភាពដែលគ្របដណ្ដប់លើប្រជាជនសរុបចំនួន 2.8 លាននាក់ស្មើនឹងប្រមាណ 28% នៃប្រជាជនសរុបដោយបានចំណាយថវិកាជាតិកើនដល់$285 លានសម្រាប់ឆ្នាំ2024ដែលកម្មវិធីទាំងនោះរួមមាន 1. កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារគិតត្រឹមខែសីហាឆ្នាំ2025មានគ្រួសារគោលចំនួនជាង 71,000 គ្រួសារនិងសមាជិកគ្រួសារជាជនចាស់ជរាចំនួនជាង 35,000 នាក់ជនមានពិការភាពចំនួនជាង 54,000 នាក់ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម2ឆ្នាំចំនួនជាង 41,000 នាក់សិស្សានុសិស្សចំនួនជាង 43,000 នាក់និងអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ចំនួន 76,000 នាក់ 2. កម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភនិងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រនិងងាយរងគ្រោះខ្ពស់ដោយចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរបច្ចុប្បន្នមានសាលារៀនអនុវត្តកម្មវិធីនេះសរុបចំនួន 1,114 សាលានិងសិស្សទទួលផលប្រមាណ 30,000 នាក់3. កម្មវិធីជំនួយសង្គមផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យគិតត្រឹមខែតុលាឆ្នាំ2024មានយុវជនចំនួន 70,000 នាក់ដោយក្នុងនោះមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យចំនួនជាង 20,000 នាក់ 4. មូលនិធិសមត្ថសុខាភិបាលក្របដណ្ដប់លើពលរដ្ឋមកពីគ្រួសារក្រីក្រគ្រួសារងាយរងហានិភ័យកម្មករក្រៅប្រព័ន្ធអ្នកធាក់ស៊ីក្លូកីឡាករជម្រើសជាតិក្រុមគ្រួសារជនពលីមរណៈបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងបុគ្គលក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងទៀតជារួមប្រជាពលរដ្ឋប្រមាណ 4.8 លាននាក់កំពុងទទួលបានការថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈឬមន្ទីរពេទ្យរដ្ឋដោយរដ្ឋជាអ្នកបង់ថ្លៃជំនួស 5. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម2ឆ្នាំសម្រាប់កម្មករនិងនិយោជិកជាស្ត្រីមន្ត្រីរាជការមន្ត្រីកម្មសិក្សានិងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រីដោយគិតត្រឹមខែកញ្ញាឆ្នាំ2024ស្ត្រីនិងកុមារសរុបប្រមាណ 77,000 នាក់បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះទន្ទឹមនឹងជោគជ័យទាំងនេះរាជរដ្ឋាភិបាលកម្ពុជាបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឲ្យកាន់តែរឹងមាំនិងមានភាពធន់ដោយឈរលើស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់និងបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ2024ដល់ឆ្នាំ2035ដែលផ្ដោតលើការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនិងការផ្ដល់កិច្ចគាំពារតាមហានិភ័យនៃវដ្តជីវិតផ្ដោតលើការកសាងភាពធន់និងរក្សាភាពបត់បែនដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុគ្រោះអាសន្ននិងវិបត្តិនានា
លះពីនេះរាជរដ្ឋាភិបាលកម្ពុជាទើបដាក់ចេញនូវថ្នាលគាំពារសង្គម Digital ដើម្បីធ្វើឲ្យប្រសើរឡើងនិងកាន់តែមានប្រសិទ្ធភាពในការកំណត់អត្តសញ្ញាណអ្នកទទួលផលនៃកម្មវិធីជាតិជំនួយសង្គមយើងរួមគ្នាកសាងអនាគតមួយដែលគ្មាននរណាម្នាក់ត្រូវបានទុកចោល